ថ្ងៃទ្រង់ត្រាស់ដឹងវិសាខបនមីនាឆ្នាំរកាថ្ងៃព្រះសាស្តាទ្រង់បានត្រាស់ដឹងសម្មាសម្ពុទ្ធិញ្ញាណថ្ងៃនឹងថ្ងៃទ្រង់ត្រាស់ដឹងជាព្រះពុទ្ធច្បាស់ក្នុងវេលាពពនហសម័យពោធិសត្វថ្លៃទទួលបាយៈដែលនាងសជាតាដាក់ក្នុងថាសមាសដល់ត្រចាស់ហើយថ្វាយបូជាព្រះពោធិសត្វទទួលរួចស្រេចទ្រង់ញ៉ាំងផុតកិច្ចនាដានកយាសីស័កទៀបស្ទឹងនេរញ្ជរាដែលទ្រង់ពូតជាដុំពំនូតសោយក្នុងពេលមច្ឆន្តិកសម័យសម្រាប់ពេលថ្ងៃព្រះតីបានស្បាយនៅក្នុងសាលវ័នទៀបមាត់ស្ទឹងហើយដែលជាខាងក្រោយអំពីផុតកិច្ចក្នុងវេលាល្ងាចស្ដេចយាងសម្ដៅនិមន្តឆ្ពោះទៅក្នុងមួយរំពេចជួបសោធិយៈគាត់បានដឹងកិច្ចថ្វាយស្មៅដល់ស្ដេចមាន8ក្តាប់ព្រះពោធិសត្វទទួលស្មៅហើយមិនបង្អង់ឡើយយាងតាមលំដាប់ទៅតាមមាគាទេវតាប្រដាប់ក្រអូបចំណាប់ពាសពេញដងព្រៃលុះទ្រង់ទៅដល់គល់អសតព្រឹក្សហៅពោធិព្រឹក្សដែលជាវិជ័យដល់រុងរឿងណាស់ជាងឈើដតីប្រសាពេកក្រៃផ្ដល់ក្តីសុខសាន្តទ្រង់ប្រទក្សិណដើមពូ3ជុំគូអភិរមរួចហើយទ្រង់បានស្ដេចសន្ធិដ្ឋឈរនាទិសឦសានដែលជាទីឋានស្អាតបរិសុទ្ធរំពេចនោះឯងបល្ល័ង្ក14ហត្ថព្រះមហាសត្វទ្រង់មិនរន្ធត់កើតដោយបារមីវិសេសបំផុតដែលព្រះសម្ពុទ្ធសន្សំមកហើយគង់អធិដ្ឋានប្រកបដោយអង្គ4ដល់ផ្ចិតផ្ចង់ទ្រង់មិនថយក្រោយមិនបានត្រាស់ដឹងទ្រង់មិនក្រោកឡើយផ្គងទុកស្រេចហើយមិនដាក់ធុរៈស្បែកសរសៃឆ្អឹងឲ្យសល់នៅចុះឈាមនឹងសាច់នោះក្នុងសរីរៈចូលហួតហែងទៅនេះយ៉ាងប្រจักษ์ប្រកបជាក់លាក់ទ្រង់អធិដ្ឋានកាលពោធិសត្វគង់លើបល្ល័ង្កមាមកតតាំងចង់ឲ្យចាកឋានកេណ្ឌកម្លាំងមាដែលមានប៉ុន្មានមកពីសពឋានក្រាស់ក្រែលពេកក្រៃបានឮមកថាខាងមុខនេះមានគ្នា12យោជនីខាងស្ដាំខាងឆ្វេងចូលមកប្រឡ័យក៏ច្រើនពេកក្រៃ12យោជនាអំពីខាងក្រោយគួរឲ្យតក់ស្លុតតាំងនៅបំផុតនៃផ្ទៃចក្រវាឡចំណែកខាងលើផ្ទៃអាកាសាមានច្រើនពេកណាមាន9យោជហេតុដ៏អាក្រក់មានច្រើនប្រការដែលមានបណ្ដាលមិនមែនតិចតួចរកមហាក្សត្រដោយកិលេសផ្ដួចមិនចង់ឲ្យរួចពីវិស័យខ្លួនចំណែកពោធិសត្វនៅតែម្នាក់ឯងមើលមាសំដែងដោយចិត្តខ្ជាប់ខ្ជួនដោយហេតុច្រើនយ៉ាងរិទ្ធមា9បណ្ដាលផ្ទួនមករកពោធិសត្វខ្យល់ភ្លៀងដុំថ្មនិងគ្រឿងប្រហារសំដៅក្សត្រាតារស័ត្វបាត់មិនបានពលត្រូវកាយព្រះពោធិសត្វវិនិច្ឆ័យខ្ចាត់រស័ត្វទៅឯងបណ្ដារងើកភ្លើងនរុដីខ្សាច់និងភក់ដែលមានសម្ដែងភាពងងឹតឈឹងសូនចាកសូសែងគួរខ្លាចក្រៃលែងទ្រង់មិនញាប់ញ័រមានចិត្តក្រោធអ្នកមានប្រាថ្នាចង់ឲ្យក្សត្រាដែលស្ថិតក្នុងធម៌ឃ្លាតចាកបល្ល័ង្កដ៏វិចិត្រល្អនិងឃ្លាតចាកធម៌ដែលទ្រង់ត្រាស់ដឹងព្រះមហាក្សត្រទ្រង់បានកម្ចាត់មីឲ្យខ្ចាយខ្ចាត់រួចទ្រង់រំពឹងក្នុងបឋមយាមរាត្រីថ្ងៃនឹងទ្រង់បានត្រាស់ដឹងបុព្វេនិវាសក្នុងមជ្ឈមយាមជាយាមកណ្ដាលដែលព្រះមហាក្សត្របានជំរះទៅបច្ចៈខុវិសេសល្អល្អះទ្រង់អាចឃើញច្បាស់សពសត្វលោកាក្នុងបច្ឆមយាមជាយាមចុងក្រោយបារមីគ្រប់ហើយនៃព្រះក្សត្រាទ្រង់បញ្ជូនញាណវិសុទ្ធថ្លៃថ្លាក្នុងបច្ចយាការហើយបានត្រាស់ដឹង នៅក្នុងវេលាបច្ចុប្បន្នសម័យ
ក៏គឺជាថ្ងៃ15កើតនឹងដែលព្រះមានបុណ្យទ្រង់បានត្រាស់ដឹង15កើតនឹងក្នុងខែវិសាខ